សូមស្វាគមន៍ភ្ញៀវកិត្តិយសនិងទស្សនិកជនអញ្ជើញចូលរួមទស្សនាកម្មវិធីលក្ខណៈភូមិស្រុកដោយប្រធានបទជួបជុំដើមឆ្នាំបានចាត់តាំងថតនៅវត្តវេលវ័នឬស័យស្រុកឃុំភុងភូស្រុកកូកែខេត្តត្រវិញសូមអរគុណណាវីនិងក្រុមរាំក្នុងបទចម្រៀងអរគុណមាសម្ដាយនិពន្ធទំនុកដោយលោកថេចសុភីបទភ្លេងដោយលោកគីមងិនឈុតសម្ដែងបើកឆាកអំបញ្ញមិញនេះបីដូចពាក្យក្រឹងរំលឹកយើងទាំងអស់គ្នាពិសេសគឺយុវវ័យត្រូវចេះគោរពស្រឡាញ់និងថែរក្សានៅអត្ថន័យល្អប្រពៃនៃអត្តសញ្ញាណជនជាតិឆ្លងតាមការជ្រើសរើសពណ៌សម្លៀកបំពាក់ប្រចាំថ្ងៃភ្ញៀវកិត្តិយសនិងទស្សនិកជនជាទីមេត្រីលក្ខណៈភូមិស្រុកជាកម្មវិធីសិល្បៈចម្រុះគោលដៅសម្រាប់អទេសនាមលក្ខណៈលេចធ្លោអំពីវប្បធម៌សិល្បៈនៃភូមិភាគនីមួយៗនិងសិល្បករសិល្បករនីគ្រប់រូបបរិច្ចាគចំពោះសិល្បៈជនជាតិរាល់ពេលចាត់តាំងថតកម្មវិធីលក្ខណៈភូមិស្រុកនាយកដ្ឋានទូរទស្សន៍ភាសាជនជាតិតែងតែទទួលបានការគាំទ្រជំនួយដោយអស់ពីចិត្តពីគណៈផ្នែកបណ្ដាអង្គភាពសិល្បៈសិក្សាអប់រំពិសេសទៀតគឺបណ្ដាសិល្បករមិនជំនាញតែងតែត្រៀមសហការជាមួយយើងខ្ញុំរៀបរៀងកម្មវិធីរួមមានឈុតសម្ដែងពិសេសជាច្រើនបម្រើថ្ងៃបុណ្យប្រពៃណីចាជាលំដាប់តទៅនេះសូមអញ្ជើញទស្សនិកជនទស្សនាឈុតត្របាំខ្លុយស្នេហ៍ដឹកនាំក្បាច់ក្រមដោយសឹងកៅថាំងបាត់ភ្លេងប្រជាប្រិយសម្ដែងដោយសិស្សវិទ្យាល័យជនជាតិអន្តេវាសិកខេត្តត្រវិញសូមអរគុណបងប្អូនសិស្សវិទ្យាល័យជនជាតិអន្តេវាសិកត្រវិញមកចូលរួមកម្មវិធីលក្ខណៈភូមិស្រុកដោយឈុតសម្ដែងរបាំដ៏ល្អអំបញ្ញមិញនេះទស្សនិកជនជាទីមេត្រីឆ្នាំ2013
មន្ទីរវប្បធម៌កីឡានិងទេសចរខេត្តត្រវិញគួបផ្សំនឹងគណៈកម្មាធិការប្រជាជនស្រុកត្រគូចាត់តាំងទទួលកិត្តិនាមបេតិកភណ្ឌវប្បធម៌អរូបីជាតិសិល្បៈចម្រៀងកប៉ីរបស់បងប្អូនខ្មែរខេត្តត្រវិញរយៈកាលនោះសិប្បករថាច់ម៉ូបានចាត់ទុកជាអ្នកមានបទពិសោធន៍បំផុតក្នុងសិល្បៈសម្ដែងចម្រៀងចាប៉ីក៏មានការរួមចំណែកជាច្រើនក្នុងការណែនាំឲ្យស្រទាប់បន្តវេនដែរក្រោយពេលសិប្បករថាច់ម៉ូលាចាកលោកនេះទៅសិស្សមួយចំនួនរបស់គាត់បានព្យាយាមហាត់ពត់ចម្រៀងចាប៉ីដើម្បីបន្តថែរក្សាសិល្បៈជាតិយើងខ្ញុំសូមឧទ្ទិសនាមសិប្បករថាច់កេនសម្ដែងបទចម្រៀងចាប៉ីដោយមានចំណងជើងថាថែរក្សាសម្បត្តិវប្បធម៌ចាប៉ីដងវែងស្ដីមេត្រីពីបមុននឹងជម្រាបលើកហាត់ប្រណមខ្ញុំសូមអោនសេរសីរំលឹកនឹកគុណចំពោះបត្រៃរតន៍ព្រះពុទ្ធព្រះធម៌ព្រះសង្ឃអង្គទាំង3គុណមេត្តាបិតាបុព្វការីគុណទេវតាឆ្នាំថ្មីមហោតរៈទេវីគុណគ្រូបង្រៀនចាប៉ីតាំងស្មារតីចិត្តជ្រះថ្លានឹងសូមគោរពអរលោកអ្នកនាងកញ្ញាអ្នកចិត្តណាក់ឆ្ងាយមានអ្នកមេម៉ាយជាទីស្នេហាកំឡោះក្រមុំគ្រប់ភេទគ្រប់វ័យបងប្អូនបានឮសូរសម្ដីខ្ញុំថាបងប្អូនអើយយាយតាសុំទានករណាមេត្តាប្រណីសណ្ដោះដល់ខ្ញុំណាក់ចម្រៀងចាប៉ីទើបហាត់ថ្មីខ្លីហួងប្រមាណអ៊ុញប្រម៉ែប្រមូលប្រមើលមើលទៅជំរៅនៃចាប៉ីគួរឲ្យស្ដាយប្រាច់ប្រែកឆ្នៃទុកទំនុកបុរាណនេះគឺជាសម្បត្តិវប្បធម៌មួយដ៏ល្អចំណានគួរយើងគ្រប់ប្រាណរក្សាឲ្យបានគង់វង្សតទៅត្បិតមនុស្សសម័យថ្មីចាប៉ីដងវែងបៃស្នែងត្រខ្មែរស្គរខឹមតាខេគេមិនចូលចិត្តសិល្បៈវប្បធម៌ក៏លែងអាណិតកែច្នៃប្រឌិតគំនិតព្រើលហេអេសពថ្ងៃនេះគេចូលចិត្តតែចង្វាក់រញ៉រញាក់ចង្វាក់សម័យហក់ឡើងហក់ចុះក៏ត្រូវនឹងដៃក៏ត្រូវនឹងកែងមានរឿងតតែងបានប្រយោជន៍អី
choកំភ្លុកកំភ្លែងលេងប៉ុណ្ណឹងចង់អេហើយអេអើយបើមានតខុសសុំញាតអភ័យពំយកដីដុំគប់ខ្ញុំណាក់ចម្រៀងចបៃតិចលូជ្រុលដៃប៉ាលើក្មេងចម្រៀងចបៃសង្ខេបដោយខ្លីអេខ្ញុំសូមជូនពរបវរសួស្តីទេវតាឆ្នាំថ្មីប្រទានពរជ័យសិរីមង្គលដល់ប្រជាពលរដ្ឋទាំងប្រុសស្រីជួបតែក្តីសុខអេគ្រប់ប្រានរុងរឿងអីតកើងតកានបានសុខអេហើយអេរុងរឿងតកើងតកានបានសុខអេចាសសូមអរគុណសិប្បករថៃកេនបានឧទ្ទិសនាមលក្ខណៈលេចធ្លោនៃសិល្បៈចម្រៀងចាប៉ីរបស់ខេត្តត្រវិញទស្សនិកជនជាទីមេត្រីវត្តវេលវ័នរិស័យស្រុកឃុំហ្វុងហ្វូស្រុកកូកែមានអាយុកាលប្រមាណ500ឆ្នាំជាលំដាប់តទៅនេះសូមអញ្ជើញទស្សនិកជនទស្សនារូបភាពមួយចំនួននិងព័ត៌មានអំពីវត្តវេលវ័នរិស័យស្រុករបស់វត្តវេលវ័នរិស័យស្រុកបានកសាងនៅឆ្នាំ1525លើបរិវេណផ្ទៃដីសរុបជាង 63,100 ម៉ែត្រការ៉េប្រធារៈដំបូងកសាងវត្តគឺព្រះតេជព្រះគុណនាម៉ាយកន្លងរាប់រយឆ្នាំមកមានព្រះឧបជា4អង្គជិតបំផុតមានសគុណច្រើនក្នុងការកសាងសំណង់ទីសក្ការៈបូជាដែលប្រកបដោយលក្ខណៈស្ថាបត្យកម្មបុរាណបណ្ដាឆ្នាំជិតនេះដោយមានការជំនួយរបស់ភូមិភាគការរួមវិភាគទានរបស់ពុទ្ធបរិស័ទវត្តបានកសាងជាបន្តបន្ទាប់នៅពុទ្ធសាលាទានសាលាបាលីបច្ចុប្បន្នវត្តវេលវ័នរិស័យស្រុកនៅរក្សាបានសម្ភារៈប្រើប្រាស់ជាច្រើនរបស់មាមីងខ្មែរតាំងពីជំនាន់មុនមកបរិវេណវត្តក៏តែងតែបានជួសជុលស្ថាបនាដើមឈើធំជាច្រើននៅជុំវិញបរិវេណវត្តបង្កើតទៅជាកាលៈស្ងាត់ស្ងៀមត្រជាក់ជុំឆ្នាំ
សានព្រះតីរកកាយបោផានៅក្នុងព្រឹកព្រៃរកកាយបោផានៅក្នុងព្រឹកព្រៃមែនទេម្ចាស់បងយើងត្រឡប់វ័យប្រញាប់ញាប់ថ្មីក្នុងគ្រានេះម្ដង ខ្ញុំមានចិត្តបំណងអរិយត្រីរាស្មីភ្លឺថ្លានឹងអទេវតាហើយកញ្ញាស្រីអរិយត្រី ស្មីភ្លឺថ្លានឹងអទេវតាហើយកញ្ញាស្រីយើងរាំកំសាន្តព្រះតីយើងរាំកំសាន្តព្រះតីប្រកាយបោផានៅក្នុងព្រឹកព្រៃ រកកាយបោផានៅក្នុងព្រឹកព្រៃមែនទេម្ចាស់បងយើងត្រឡប់វ័យប្រញាប់ញាប់ថ្មីក្នុងគ្រានេះម្ដង ទស្សនិកជនទៅតែបានទស្សនារបាំទេពធីតាសម្ដែងដោយនិស្សិតសាកលវិទ្យាល័យត្រវិញហើយនេះ
ក៏ជាការប្រឹងប្រែងរបស់សឿងកៅថាំងនិងសិល្បករឆ្នាំគីមងិនក្នុងការដឹកនាំក្បាច់រាំនិងសម្រួលតន្ត្រីដែរទស្សនិកជនជាទីមេត្រីតន្ត្រីជនជាតិជាខ្លឹមសារមួយក្នុងបណ្ដាខ្លឹមសារបានដាក់ចូលកម្មវិធីបង្ហាត់បង្រៀនរបស់ផ្នែកភាសាវប្បធម៌សិល្បៈខ្មែរណាំបូដោយការរួមចំណែកដ៏មានតម្លៃរបស់សិល្បករសិល្បករនីមានបទពិសោធន៍ច្រើនសាកលវិទ្យាល័យត្រវិញក៏រៀបរៀងបានកម្មវិធីបង្ហាត់បង្រៀនសារវ័នអំពីឧបករណ៍ភ្លេងជនជាតិឲ្យនិស្សិតដែរសូមអញ្ជើញទស្សនិកជនទះដៃសាទរឆាកសម្ដែងជាបន្តរបស់និស្សិតសាកលវិទ្យាល័យត្រវិញប្រគំភ្លេងពិណពាទ្យបទតូចយំជនជាទីមេត្រីក្រោយថ្ងៃបុណ្យចូលឆ្នាំថ្មីក៏ជារយៈពេលចាប់ផ្ដើមរដូវភ្លៀងដែរតាំងពីដើមមកជីវភាពបងប្អូនខ្មែរផ្សារភ្ជាប់នឹងរបរផលិតស្រូវទឹករូបភាពប្រជាកសិករស្ទូងស្រូវច្រូតស្រូវបានចងក្រងក្នុងកំណាព្យចម្រៀងតន្ត្រីជាច្រើនហើយតម្លៃកំណាព្យចម្រៀងដូរតន្ត្រីលេខដំកើងកសិករស្លូតត្រង់នៅថិតថេររហូតដល់សពថ្ងៃនេះ
យើងខ្ញុំសូមឧទ្ទិសនាមលក្ខណៈល្អស្អាតទាំងនោះឆ្លងតាមការបោះស្រាយបទចម្រៀងរបស់វណ្ណៈនិងនាវីព្រមទាំងក្រុមរំអមក្នុងឆាកសម្ដែងដូចតទៅ ធ្លាក់ដើមឆ្នាំជោគជ័យស្រែប្រាំងអើយភ្លៀងធ្លាក់ដើមឆ្នាំជោគជ័យស្រែប្រាំងអើយរៀងមានកម្លាំងខិតខំធ្វើការនាំគ្នាសាមព្រួងបនដងផល្លាចេញចំអាត្មាព្រោះផ្ញើវាសនាទឹកភ្លៀងពីមេឃសំណាមខៀវខ្ចីរងស្រីខំដងអើយសំណាមខៀវខ្ចីរងស្រីខំដងអើយមិនអើយខានថងធ្វើការប្រទាំងបែកញឹងសត្រាំងមិនហ៊ានសម្រងព្រោះតែចិត្តស្មងស្រឡាញ់ជឿជាក់ប្របីនេះខ្មែរខំថែសុនទូងបាញ់ទឹកអិនលហើយអើយខំថែសុនទូងបាញ់ទឹកអិនលហើយអើយស្រូវទុំពឹងស្រែក្រហមដូចមាសសុំនាងដេញចាប់រុំផងពេញទៀងចាប់ភ័យខ្លាំងណាស់នាំគ្នាហើជាងមិនបងអងនៅស្រូវអោនតាំងក្រមរៀងចាំជ្រូនស្រូវអើយស្រូវអោនតាំងក្រមរៀងចាំជ្រូនស្រូវអើ
សូមអរគុណវណ្ណៈនាវីនិងក្រុមរំអមក្នុងឈុតសម្ដែងចម្រៀងកសិករខ្មែរបោកស្រូវយ៉ាងរស់រវើកទស្សនិកជនជាទីមេត្រីដោយយើងខ្ញុំបានអទេសនាមនៅខាងដើមកម្មវិធីរាល់ពេលរៀបរៀងកម្មវិធីលក្ខណៈភូមិស្រុកយើងខ្ញុំទុកពេលវេលាភាគច្រើនដើម្បីអទេសនាមក៏សម្គាល់ការរួមចំណែករបស់បណ្ដាសិប្បករក្នុងដំណាក់កាលថែរក្សាអត្តសញ្ញាណជនជាតិពិសេសក្នុងវិស័យវប្បធម៌សិល្បៈ ឈុតសម្ដែងព្រះថោងតោងជាស្បៃសម្ដែងដោយបងប្អូនក្រុមភ្លេងប្រពៃណីរបស់សិប្បករថៃធាសេរីជាលំដាប់តទៅនេះជាសមិទ្ធផលមួយនៃការប្រឹងប្រែងណែនាំបង្ហាត់បង្រៀនសិល្បៈជនជាតិឲ្យចំនួនយុវវ័យសូមឲ្យយើងទស្សនិកជនរួមទស្សនាដូចតទៅ ម
និកជនជាទីមេត្រីដើម្បីមានផ្ទាំងទស្សនីយភាពទូទៅអំពីលក្ខណៈពិសេសសារវ័ននៃទ្រង់ទ្រាយសិល្បៈខ្មែរគ្រប់ប្រភេទកំពុងតែបានបងប្អូនគ្រប់ស្រទាប់ថែរក្សានិងពង្រីកជាបន្តមកសូមអញ្ជើញទស្សនិកជនទស្សនាឈុតរាំច្រៀងសិល្បៈខេមរាទំនុកបទដោយចង្វង់ដៃសម្រួលភ្លេងដោយហៃវិនសូមអញ្ជើញទស្សនិកជនរួមតាមដានដូចតទៅចាសូមស្នូតែដៃមួយចាសិល្បៈកាមេរ៉ាមានស្វាមានយ៉ាងមានល្ខោនបាសាំងចម្រៀងរបាំពិនទៀតតន្ត្រីអាយ៉ៃឆៃយ៉ាងតាមតាមតែចាំបុរាណសម័យតាមតែចាំបុរាណសម័យ
ជាប្រិយសំបាយអ៊ូអរំព្រៀងអំណរពុំស្រង់ប្រែថ្មីជុំចិត្តរឹកចងចំណងសាមគ្គីរួមថែដំឡៃវប្បធម៌សិល្បៈរួមថែដំឡៃវប្បធម៌សិល្បៈចង់វាក់លេងលេងមានឈ្មោះបត់ជ្រាបរំកំណត់បែបបត់មិនក្រោយបើប្រពៃណីអត់បីខ្លងខ្លយជៀនជើងមុខក្រោយដៃទន់ល្វត់ល្បីជៀនជើងមុខក្រោយដៃទន់ល្វត់ល្បីបើប្រជាប្រិយសំបាយអ៊ូអរំព្រៀងអំណរពុំស្រង់ប្រែថ្មីជុំចិត្តរឹកចងចំណងសាមគ្គីរួមថែដំឡៃវប្បធម៌សិល្បៈរួមថែដំឡៃវប្បធម៌សិល្បៈបាទសូមអរគុណវណ្ណៈមុននិនណាវីដុល្លារនិងក្រុមរំអមដែលបានបង្ហាញនៅលក្ខណៈល្អស្អាតនៃបណ្ដាទ្រង់ទ្រាយសិល្បៈលេខូរបស់បងប្អូនខ្មែរទៅវិញក្នុងឈុតបញ្ចប់នៃកម្មវិធីលក្ខណៈភូមិស្រុកដោយមានប្រធានបទជួបជុំដើមឆ្នាំសាជាថ្មីម្ដងទៀតសូមទះដៃលើកទឹកចិត្តបណ្ដាសិល្បករមិនជំនាញក្នុងកម្មវិធីថ្ងៃនេះសូមអញ្ជើញសិល្បករសិប្បករទាំងអស់ឡើងឆាកដើម្បីជម្រាបលាទស្សនិកជនសូមជម្រាបលានិងសន្យាជួបវិញជៀនជើងមុខក្រោយដៃទន់ល្វត់ល្បីជៀនជើងមុខក្រោយដៃទន់ល្វត់ល្បីបើប្រជាប្រិយសំបាយអ៊ូអរំព្រៀងអំណរពុំស្រង់ប្រែថ្មីជុំចិត្តរឹកចងចំណងសាមគ្គីរួមថែដំ